Hello everyone សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងចូលមកសិក្សាទាក់ទងចំណង English alphabet អក្ខរក្រមនៃភាសាអង់គ្លេសហើយអក្ខរក្រមនៃភាសាអង់គ្លេសគឺទាំងអស់គឺមានរហូតដល់26តួហើយក្នុង26តួគឺមានស្រៈចំនួន5គឺ A E I O U ហើយនៅក្នុងនោះដែរគឺ teacher លើកយកចំនួន5 alphabet ចំនួន5ដើម្បីយកមកសិក្សាថា alphabet ចំនួន5នោះ alphabet A alphabet B alphabet C alphabet D ហើយនិង alphabet E តើវាស្មើនឹងស្រៈអីខ្លះស្មើនឹងអក្សរអីខ្លះនៃភាសាខ្មែរអញ្ចឹងយើងចូលទៅមើល alphabet ឬក៏អក្សរទី1នៃភាសាអង់គ្លេសគឺអក្សរ A អក្សរ A គឺជាស្រៈនៃភាសាអង់គ្លេសហើយក៏វាជាស្រៈនៃភាសាខ្មែរដូចគ្នាអញ្ចឹងអក្សរ A ស្មើនឹងស្រៈ A ស្មើនឹងស្រៈអស្មើនឹងស្រៈ A នៃភាសាខ្មែរអញ្ចឹង A ឧទាហរណ៍ខាឧទាហរណ៍ពាក្យថាខាអញ្ចឹង C ស្មើនឹងអក្សរខសំឡេងរបស់វាសំឡេងខហើយយើងភ្ជាប់ជាមួយនឹងស្រៈដែលមានអក្សរ A ស្រៈ A ខ A ខាខ A ខាអញ្ចឹង A ស្មើនឹងស្រៈ A ហើយដល់ពេល alphabet ទី2 alphabet ទី2អក្សរ B ស្មើនឹងអក្សរ B នៃភាសាខ្មែរដែលមានសំឡេងបហ្នឹងហើយអញ្ចឹង B ស្មើនឹងអក្សរ B សំឡេងបឧទាហរណ៍ទៅពាក្យថា book ពាក្យថា book ពាក្យថា book នោះគឺផ្ដើមដោយអក្សរ B អក្សរ B ស្មើនឹងអក្សរ B នៃភាសាខ្មែរសំឡេងបអញ្ចឹងយើង spell មកយើងប្រកបថា បហើយ double O នោះស្មើនឹងស្រៈ U ស្មើនឹងស្រៈ U K ស្មើនឹងអក្សរខសំឡេងខអញ្ចឹងប U ខ book book សៀវភៅអញ្ចឹងយើងចូលទៅ alphabet ទី3គឺអក្សរ C អក្សរ C គឺវាស្មើនឹងអក្សរ2តួនៅក្នុងភាសាខ្មែរគឺស្មើនឹងអក្សរខផងស្មើនឹងអក្សរសផងហើយស្មើនឹងអក្សរខសំឡេងរបស់វាគឺសំឡេងខស្មើនឹងអក្សរសសំឡេងរបស់វាសំឡេងសហើយសម្រាប់ alphabet ទី4គឺអក្សរ D អក្សរ D គឺស្មើនឹងអក្សរដនៃភាសាខ្មែរសំឡេងដកចំណែកឯអក្សរ E វិញអក្សរ E គឺជាស្រៈនៃភាសាអង់គ្លេសហើយក៏ជាស្រៈនៃភាសាខ្មែរដូចគ្នាគឺស្មើនឹងស្រៈ E ស្មើនឹងស្រៈ E ស្មើនឹងស្រៈ I Okay everyone អញ្ចឹងក្នុងវីដេអូនេះគឺយើងសិក្សាទៅលើ alphabet ចំនួន5ប៉ុណ្ណឹងសិនហើយវីដេអូក្រោយយើងនឹងសិក្សានៅ alphabet បន្តទៀត